số đây tao nghe mà nghe đã khi một prep vì rồiបង្កើត file ដើម្បីយើងទៅសេកូដភាសា C++ programming នៅក្នុង Visual Studio Code បាទដល់ហើយជាដំបូងដល់យើងចូលកម្មវិធី Visual Studio មកបន្ទាប់មកយើងចុចលើ Explorer មកបន្ទាប់មកយើងចុច Open folder មកយើង scroll ទៅ Windows Data D មកហើយបន្ទាប់មកយើងចុចចូល New File បន្ទាប់មកយើងទៅ save ចង់ save តិចបានដែរយើងដាក់ New folder ទេក៏អត់អីដែរបាទក៏អត់អីដែរអញ្ចឹងយើង select មកហើយបន្ទាប់មកយើងចុច main.cpp មកហើយបន្ទាប់មកយើងបង្កើតវាដើម្បីសេកូដ C++ ក្នុង Visual Studio Code បន្ទាប់មកយើងវាយពាក្យប្រចាំតកូលរបស់ C++ មកមកយើងបើក contract មួយមកចូល IO stream មក IO stream បន្ទាប់មកយើងយក using namespace std បន្ទាប់មកបងប្អូនដក clear សិនមកមកយើងយក inment ទៅសេ inment ហើយនឹង return 0 សិនមកហើយបន្តសេ return 0 មកសិនមកហើយចាំយើងបញ្ចូលពាក្យចាំយើងបញ្ចូល cout ចូលដើម្បីចេញ result យើងសេចឹងមកសិនមកមកយើងបញ្ចូល cout ដើម្បីឲ្យចេញលទ្ធផលមកដើម្បីបញ្ចូលឲ្យវាចេញ output បាទអញ្ចឹងយើងចុចយក contract មកហើយយក contract ទូចុចយក contract ទូចហ្នឹងទៅសេពាក្យ hello ក៏បាន hello world ក៏បាន hello ក៏បានដែរអញ្ចឹងទៅសេ hello world តាមយក semicolon complex ដាក់ semicolon ផងតាដាក់គឺ error បន្ទាប់មកយើងចុច run វាមកមុនដំបូងយើង run file សិនចុចយកអានេះចុចយកអាកដាលគេយើងចុចយកអាកដាលគេហើយបន្ទាប់មកយើងចុចទៅរក output ដើម្បីវាចេញ result មកបន្ទាប់មកយើងចុច run code មកនេះគឺវាចេញ hello world បងអ្នកទាំងអស់គ្នាចង់បិទវាដើម្បីទៅសេកូដសារថ្មីយើងយកវាទៅទុកមកតោះមកយើង close file មក close folder មកអ្នកនរគ្នា close folder មកវានឹងចេញមកវិញហើយឯកសារហ្នឹងគឺអត់បាត់ទេបើចង់យកវាយកមកទៅសេតទៀតយើងចុចយកនេះមកហើយចាំមកselectយក folder មកហើយយើងរកកន្លែងដែលបងប្អូនទាំងអស់គ្នាហ្នឹងដាក់នៅទីតាំងណាវាយកពីទីតាំងហ្នឹងអ្នកគ្នាចង់សេតយើងចុចអានេះមកហើយបន្តចុច main cpp មកចុច select folder មកនេះវានឹងចេញមកអញ្ចឹងវាអត់បាត់ទេបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់អ្នកនរគ្នាដែលបានចូលមើលទស្សនាកុំភ្លេចចូលlike ហើយនិង subscribe ផងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅភាគទី4បាទសូមអរគុណសូមជម្រាបលា